បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបញ្ជាក់បន្ថែមទៀតព្រោះវីដេអូមុនមានបងប្អូនយើងមួយចំនួនគាត់តាមមិនទាន់ត្រង់កន្លែងមួយចំនួនដូចជាកន្លែង generate prom ជាដើមឬក៏កន្លែងទិញ license សម្រាប់ generate prom បាទទិញ license ពី website video prom detector AI ហ្នឹងចឹងខ្ញុំសូមបង្ហាញពីដើមទៅវិញហើយខ្ញុំធ្វើយឺតដើម្បីឲ្យបងប្អូនអរគ្នាអាចធ្វើបានទាំងអស់គ្នានេះគឺជា tool video prom detector AI ចឹង tool នេះគឺយើងទិញ license ដើម្បីប្រើប្រាស់វាហើយគោលដៅដែលយើងប្រើហ្នឹងគឺយើងគ្រាន់តែយក video content ដែលយើងត្រូវធ្វើគឺយើងយកមក generate upload ចូលនៅក្នុង website ហ្នឹងវានឹង generate ជា prom ឲ្យតាមចំនួនដែលយើងចង់បាន500 1000ឬ 1500 ឬ 3000 ចឹងទៅអញ្ចឹងយើងដឹងហើយថាសម័យនេះបើសិនជាយើងមិនមានពេលច្រើនចេញថតនៅខាងក្រៅគឺយើងអាចធ្វើ generate video AI ដើម្បីយកទៅ upload នៅលើ YouTube ឬក៏ TikTok បាន Facebook បានដូចគ្នាព្រោះវាជា video original ទាំង video ទាំងសំឡេងគឺ original 100% អត់មានជាប់ community guideline ឬ copyright ទេបាទអញ្ចឹងខ្ញុំសូមបង្ហាញដូចតទៅដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុង website ដែលមានឈ្មោះថា 7xai.store បាទ 7xai.store បាទ website ហ្នឹងគឺជា video prom detector AI អញ្ចឹងយើងមើល description នេះក៏បានដែរបាទយើងមើល description ទៅ extract powerful AI prom from any video footage using advanced Gemini AI បាទ technology and turn your video into the actionable prom in the second អញ្ចឹងបើសិនជាយើងចង់ទិញគឺយើងចូលទៅលើ get start បាទចូលទៅលើ get start តទៅទៀតបងប្អូនអរគ្នាកន្លែង get access key បាទ get access key បាទបន្ទាប់ពី get access key ហើយនៅក្នុង plan ហ្នឹងគឺមាន1ខែ$5 3ខែ$15 6ខែ$25និងមួយឆ្នាំ$50អញ្ចឹងខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះបងប្អូនខ្លះគាត់ទិញអត់បានអញ្ចឹងត្រង់កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះឲ្យត្រូវជាមួយនឹង bank របស់យើង AC ក៏ដោយ ABA ក៏ដោយដែលយើងត្រូវបាញ់ process លុយនៅក្នុង website ហ្នឹងគឺយើងត្រូវដាក់ឈ្មោះឲ្យដូចគ្នាបាទដាក់ឈ្មោះឲ្យដូចគ្នាហើយកន្លែងនេះ Gmail នេះគឺយើងត្រូវដាក់ឈ្មោះឲ្យត្រូវនឹង Gmail ឬក៏ Gmail ដែលយើងប្រើប្រចាំថ្ងៃ active ហ្នឹងដាក់ឲ្យត្រូវមកវាយឲ្យត្រូវចូលមកដើម្បីអីដើម្បីយើងទទួលaccess key នៅក្នុងហ្នឹងបាទគឺ key license ហ្នឹងឯងបាទតបមកទៀតត្រង់ទៅនេះ phone number ដើម្បីខាង admin គេអាច contact យើងបានបើសិនជាយើងត្រូវការជំនួយផ្សេងបាទអញ្ចឹងដំបូងខ្ញុំសូមបញ្ចូលឈ្មោះត្រង់ចំណុចនេះខ្ញុំនឹងទិញថ្មីមួយ account តែម្ដងដើម្បីឲ្យបងប្អូនអរគ្នាអាចធ្វើបានបាទអញ្ចឹងវាជាជំហានយឺតមែនតើសម្រាប់បងប្អូនអរគ្នាដោយសារវីដេអូមុនខ្ញុំធ្វើរៀងលឿនគន្លងបងប្អូនអរគ្នាតាមអត់តាន់អញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំធ្វើឲ្យយឺតដើម្បីឲ្យបងប្អូនអរគ្នាអាចធ្វើបានបាទអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំចូលបាទខ្ញុំដាក់ឈ្មោះខ្ញុំចូលខ្ញុំដាក់ email ចូលបន្ទាប់មកទៀតខ្ញុំដាក់លេខទូរស័ព្ទបាទខ្ញុំដាក់រួចហើយខ្ញុំដាក់ full name ឲ្យត្រូវឈ្មោះនឹង bank របស់ខ្ញុំដាក់email ឲ្យត្រូវនឹង email របស់ខ្ញុំដែរបាទemail ខ្ញុំប្រើ active ហ្នឹងខ្ញុំដាក់លេខទូរស័ព្ទបន្ទាប់មកទៀតខ្ញុំជ្រើសរើស plan បាទខ្ញុំជ្រើសរើស plan $5បន្ទាប់ពីបងប្អូនជ្រើសរើស plan $5 ហើយបងប្អូនមើលមកក្រោមវាដាក់ថា proceed to payment អញ្ចឹងខ្ញុំ proceed payment បាទបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនអរគ្នា proceed payment ហើយវានឹងឡើង waiting for payment អញ្ចឹងបងនៅពេលដែលវាឡើងបែបនេះបងប្អូនត្រូវយក ABA របស់បងប្អូនទាំងអស់គ្នាឬក៏ AC ក៏ដោយ Bank អីក៏ដោយបងប្អូន scan បាទយើង scan តាម KHQR ហ្នឹងឯងយើង pay ទៅឥឡូវខ្ញុំ pay តែម្ដងដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើលបានជាក់ស្ដែងព្រោះវីដេអូខ្ញុំចេញមុនមានបងប្អូនមួយចំនួនគាត់ធ្វើអត់បានឥឡូវខ្ញុំ scan ដើម្បី payបាទអញ្ចឹងឥឡូវខ្ញុំ scan រួចហើយខ្ញុំ process លុយ
បន្ទាប់ពីយើង scan និង process លុយរួចហើយវានឹង load successful ឥឡូវខ្ញុំ pay $5 ទឹកប្រាក់ចំនួន$5សូមទាញផ្ទាត់ បាទអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ pay រួចហើយយើងរងចាំបន្តិចដើម្បីឲ្យ website វា verify payment របស់យើងបាទអូខេអញ្ចឹងនេះគឺវា payment វា successful រួចហើយកន្លែងយក key license ហ្នឹងបាទបងប្អូនអរគ្នា copy key license នេះមកបាទបងប្អូនអរគ្នា copy key license ដែលវា load ពីក្រោមហ្នឹងមកដល់ខ្ញុំបាំងបន្តិចដោយសារខ្ញុំត្រូវប្រើដែរបាទព្រោះ account នេះខ្ញុំទិញទៅប្រើអញ្ចឹងខ្ញុំ copy key license នឹងទុករួចហើយខ្ញុំ activate now បាទខ្ញុំ activate now ខ្ញុំ verify បាទបន្ទាប់មកទៀតបន្ទាប់ពីបានប៉ុណ្ណឹងមកយើង get it ហើយយើងដាក់ key license មិញនឹងចូលមកបាទបងប្អូនទាំងអស់គ្នា copy មិញទុកឲ្យស្រួលទៅហើយយើង save វាបាទអូខេអញ្ចឹងប៉ុណ្នេះជាការស្រេចណាបងប្អូនទាំងអស់គ្នាមើលមកវាជាការស្រេចបន្ទាប់មកទៀតតើយើងត្រូវធ្វើម៉េចដើម្បី generate prom បាទអញ្ចឹងខ្ញុំសូមបង្ហាញជំហានបន្ទាប់តទៅទៀតបាទជំហានបន្ទាប់តទៅទៀតបងប្អូនទាំងអស់គ្នាអាចចូលទៅបើកYouTube ឬក៏បងប្អូនទាំងអស់គ្នាអាចចូលទៅបើក TikTok បន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាអាចចូលទៅវាយបាទចូលទៅវាយ content ណាដែលយើងចង់ធ្វើបាទ content ណាដែលយើងចង់ធ្វើបងប្អូនទាំងអស់គ្នាចូលទៅបើកវីដេអូនោះមួយរួចហើយបងប្អូនទាំងអស់គ្នាចុចលើពាក្យថា download បាទคลิกមកស្ដាប់ download បងប្អូនអរគ្នាចង់បាន content អីបងប្អូនអរគ្នាចូលទៅធ្វើរក content នោះទៅបាទឥឡូវគេហៅថា black hat ឬក៏ OC ច្រាំងបាទអញ្ចឹងវាមានទាំងអស់នៅក្នុងហ្នឹងឥឡូវគេហៅថាខ្ញុំ download វីដេអូណាមួយបងប្អូនអរគ្នាក៏คลิกមកខាងស្ដាំទៅវាលើពាក្យ download បាទពេលហ្នឹងវានឹង download ឲ្យយើងហើយដោយសារខ្ញុំមាន download វីដេអូទុកហើយcontent ដែលខ្ញុំ download ហ្នឹងគឺ OC ហើយនឹង track ហ្នឹងឯងអញ្ចឹងខ្ញុំទៅ upload ចូលមកក្នុងwebsite របស់យើងគឺ video prom detector ហ្នឹងបាទអញ្ចឹងខ្ញុំ download រួចហើយឥឡូវខ្ញុំចូលទៅបងប្អូនអរគ្នាគាត់នៅคลิกមកលើកន្លែងคลิก upload track នេះមកបាទបន្តមកទៀតខ្ញុំចូលមកដល់កន្លែងត្រង់ចំណុចនេះគឺជា content ដែលខ្ញុំបាន download ពី TikTok ហ្នឹងឯងអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថា content មួយនេះចុះវីដេអូមួយនេះចុះបងប្អូនអរគ្នាតាក់ត្រង់ចំណុចហ្នឹងអញ្ចឹងវាមិនបញ្ហាទេបងប្អូនអរគ្នាគាត់នឹង upload វីដេអូចូលហើយវាដាក់ថា select mp4 នេះជា file ដែលយើង download តទៅមកទៀតបងប្អូនអរគ្នាចុចទៅលើ analyze text video បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចនៅលើ analyze text video ហើយសូមចាំបន្តិចវាដាក់ error provide Gemini API key បាទអញ្ចឹងពេលមកដល់ត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាដែលបានទិញហើយប្រហែលជាតាក់ត្រង់ចំណុចនេះបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងប្រើ API key Gemini API key ហ្នឹងគឺដើម្បីឲ្យយើងអាចប្រើ tool នឹងបានពេញលេញអញ្ចឹងរបៀបនៅក្នុងការប្រើប្រាស់ Gemini API key បងប្អូនទាំងអស់គ្នាចូលក្នុង setting បាទបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចូលកន្លែង API key ហើយយើងលុបអាចាស់នេះចេញបាទកន្លែងនេះវាឲ្យយើងដាក់ថា enter your API key here បាទត្រង់ចំណុចនេះសំខាន់អញ្ចឹងបងប្អូនចូលបើក tab ថ្មីតមកទៀតបងប្អូន login Gmail ណាមួយក៏បានដែរហើយវាយនៅលើ Google បងប្អូនអរគ្នាហ្នឹងវាយដាក់ថា Gemini API បាទអញ្ចឹង Gemini API ហ្នឹងវានៅខាងលើគេបងប្អូនដាក់មកវានឹង load នៅខាងលើគេហើយ Gemini API doc បាទ API ហ្នឹងមកបងប្អូនអរគ្នាคลิกលើវាហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូនអរគ្នាคลิกលើវារួចហើយបងប្អូនអរគ្នាមើលមកស្ដាំដាក់ get API keyនេះខ្ញុំធ្វើពីជំហានពីដើមទៅឲ្យបងប្អូនអរគ្នាតែម្ដងបាទបន្ទាប់មកទៀតយើងដាក់បើសិនជាបងប្អូនអរគ្នាមាន API ចាស់ហើយ account create ហើយយើងគ្រាន់តែ
ជ្រើសរើសយក API key ទៅតែបើសិនជាថ្មីបងប្អូនអរគ្នាចូលទៅ link នឹងថ្មីអត់ទាន់មានបង្កើតទេបងប្អូនអរគ្នាចូលមកស្ដាំយកពាក្យថា create API key កន្លែងនេះ project name អញ្ចឹងបងប្អូនអរគ្នាអាចដាក់ YT បាទ YouTube អីចឹងមកបាទបន្ទាប់មកទៀត create project បាទដាក់ YT ដែរ YT1 អីចឹងទៅឬក៏វាឲ្យ4ពាក្យបាទអញ្ចឹងយើងវាយពាក្យពេញហ្មងបាទ YouTube ចឹងមកបាទ create project គោលដៅរបស់យើងគឺដើម្បីយក API key បងប្អូនទាំងអស់គ្នាអញ្ចឹង create key បាទបន្ទាប់ពីយើងមិញឈ្មោះរបស់យើងដាក់អីគេ YouTube អញ្ចឹងយើងមកកន្លែងនេះបាទយើង copy API key របស់យើងនៅត្រង់ចំណុចនេះ copy API key បងប្អូនចុចពាក្យកន្លែងនេះមកហើយបងប្អូនទាំងអស់គ្នាយកមកផាសនៅក្នុងចំណុចនេះបាទផាសវាមកបាទបងប្អូនទាំងអស់គ្នាផាសវាតមកទៀត save វាមកអូខេបន្ទាប់ពីបងប្អូនទាំងអស់គ្នា save រួចហើយបងប្អូនទាំងអស់គ្នាអាចចុច analytic video ម្ដងទៀតបាទសូមរងចាំបន្តិចអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ API key ថ្មីចូលហើយយើងឆេងត្រង់ចំណុចនេះរួចហើយគឺ API របស់យើងដើរអញ្ចឹងនៅពេលដែលវាដើរ 100% ហើយបងប្អូនអរគ្នាអូសចុះមកក្រោមបាទបងប្អូនអរគ្នាអូសចុះមកក្រោមមកបងប្អូនអរគ្នាคลิกនៅលើពាក្យថា analyze build databaseចំពោះ link generate API key ខ្ញុំនឹងដាក់នៅក្នុង comment ដើម្បីឲ្យបងប្អូនអរគ្នាអាច click ចូលទៅក្នុង link នោះបានគ្រាន់តែបងប្អូនអរគ្នា sign in ជាមួយ Google បងប្អូនអរគ្នាទៅហើយ click នៅលើ link នោះគឺអាចដល់ link Google Gemini API key នឹងហើយ create បាទ create API key create project ថ្មីតែម្ដងអញ្ចឹងมันពិបាកទេចឹងខ្ញុំដាក់នៅក្នុង comment ឲ្យដោយសារបងប្អូនមួយចំនួនគាត់ធ្វើមិនទាន់បានបាទសូមរងចាំបន្តិចដោយសារ analytic database វាត្រូវការ generate វីដេអូនេះបាទវាកំពុងតែ generate វីដេអូនឹងជា pro មកយើងអូខេរួចហើយបងប្អូនអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែអូសចុះមកក្រោមមកកន្លែងនេះវាដាក់ថា generate setting number of pro បងប្អូនអរគ្នាចង់បានប្រមាណឥឡូវខ្ញុំដាក់3000 pro បាទកន្លែងត្រង់ចំណុចនេះឆាមអញ្ចឹងបានន័យថាវាមាន8 second នៅក្នុងការ generate video នៅក្នុង Gemini ឥឡូវនេះគឺយើងបាន Gemini V3 ហ្នឹងគឺយើងបាន8 second បាទអញ្ចឹងក្នុង3000 Pro នេះយើងយកទៅគុណនឹង4វីដេអូគឺ12000វីដេអូអញ្ចឹង12000វីដេអូគឺគ្រប់គ្រាន់សម្រាប់ឲ្យបងប្អូនអរគ្នាbuild channel បាន 4-5 channel ហើយអាចគ្រប់គោលការណ៍ monetize ទាំងអស់ចំនួន10000វីដេអូជាងគឺគ្រប់ហើយជាទូទៅខ្ញុំផុសតែ1000វីដេអូ1100 1000អីហ្នឹងគឺគ្រប់គោលការណ៍ monetize គឺ apply monetize អស់ហើយអញ្ចឹង12000វីដេអូសម្រាប់3000 Pro គឺគ្រប់គ្រាន់សម្រាប់ 4-5 channel ឬក៏បងប្អូនអរគ្នាផុស YouTube ហើយយកវីដេអូហ្នឹងទៅ upload ចូលទៅក្នុងផុសនៅក្នុង TikTok បានធម្មតាអត់ជាប់ទេខ្ញុំធ្វើហើយខ្ញុំផុសចូល page ក៏អត់ជាប់ដែរបាទតទៅមកទៀតបងប្អូនអរគ្នាគ្រាន់តែចុចលើពាក្យថា generate smart prom រួចហើយវានឹងកន្លែងនេះវាដាក់ថា save prom បាទបន្ទាប់ពីបងប្អូនអរគ្នា save ហើយនេះវាឡើងមកវាដាក់ smart prom បាទអញ្ចឹងយើងបើក prom នេះមកបាទបងប្អូនអរគ្នាបើក prom នេះមកនេះបាទនេះជា prom ថ្មីដែលខ្ញុំ generate មិញអញ្ចឹងត្រង់ចំណុចនេះវាដល់ក្រោមនេះវា3000 prom ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប copy prom បាទនេះវាជាកូដរបស់ prom អញ្ចឹងបងប្អូនអរគ្នាមើលប្រងចំណុចបន្ទាត់ត្រេនេះបាទបងប្អូនអរគ្នា copy ត្រឹមគ្នាបបើករហូតទៅដល់គ្នាបិទនៃបន្ទាត់ត្រេខាងក្រោមមួយបាទគឺមួយ prom មានមួយបន្ទាត់មួយ prom មានមួយបន្ទាត់របស់វាអញ្ចឹងបងប្អូនទាំងអស់គ្នា copy វាបាទ Ctrl C copy រួចហើយបងប្អូនអរគ្នាចូលទៅបើកនៅក្នុងGoogle Gemini Ultra របស់បងប្អូនអរគ្នាអញ្ចឹងដូចខ្ញុំនិយាយចឹងដើម្បីបង្កើតវីដេអូ
AI បាន upload ទៅលើ YouTube Facebook ឬក៏ TikTok បងប្អូនទាំងអស់គ្នាត្រូវមាន2ទី1គឺបងប្អូនទាំងអស់គ្នាត្រូវមានបាទ Tools License Video From Detector AI នេះមួយបាទអញ្ចឹងយើងចំណាយមួយខែ$5 3ខែ$15 4ខែ25មួយឆ្នាំ50បាទអញ្ចឹងយើងទិញ tool នឹងមួយបន្ទាប់មកទៀតយើងទិញGoogle Gemini Ultra នេះ2បាទមានតែ2ហ្នឹងគឺគ្រប់គ្រាន់សម្រាប់បង្កើតវីដេអូ12000វីដេអូបានយ៉ាងងាយបាទអញ្ចឹងខ្ញុំ copy Pro មិញនឹងហើយខ្ញុំចូលមកផាសនៅត្រង់ចំណុចនេះប៉ុន្តែមុននឹងផាសសម្រាប់បងប្អូនដែលថ្មីខ្ញុំមកបង្ហាញត្រង់ចំណុចនេះមួយទៀតបើសិនជាបងប្អូនអរគ្នាគោលដៅ post short គឺយក portrait បាទ portrait 916នេះបន្ទាប់មកទៀតគឺកន្លែងវីដេអូខាងលើនេះគឺយើងដាក់យកវីដេអូ V3.1 fast beta studio ហ្នឹងគឺដើម្បីវាមានសំឡេងស្រាប់ឥឡូវខ្ញុំយកវាមក generate បាទអញ្ចឹងវាចាំផ្ដើម generate អញ្ចឹងក្នុងមួយ Pro យើងទទួលបាន4វីដេអូ3000 Pro 12000វីដេអូបាទអាច post channel បាន5 6 channel ឬ10 channel ហើយបងប្អូនទាំងអស់គ្នាអាចយកវីដេអូហ្នឹងទៅ post នៅ Facebook ឬក៏ TikTok បានធម្មតាខ្ញុំ post រួចហើយគឺអត់អីទេដោយសារវាជាវីដេអូ original ដែលយើង generate ទាំងសំឡេងទាំងវីដេអូគឺ original ទាំងអស់បាទហើយ content ក៏មិនពិបាករកដែរបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង YouTube Short ឬក៏ TikTok download វាចេញមករួចហើយ upload ចូលទៅក្នុងវីដេអូ From Detector tool ដែលយើងបានទិញហ្នឹងជាការស្រេចបាទហើយរបៀបដាក់Gemini API key ក៏ខ្ញុំបានធ្វើបង្ហាញឲ្យហើយដែរគឺมันមានពិបាកសម្រាប់បងប្អូនទេបាទឥឡូវសូមរងចាំបន្តិចដើម្បីឲ្យវីដេអូវា generate សម្រាប់ Google Ultra នេះបងប្អូនទាំងអស់គ្នាអាចរកទិញគេបានបាទខ្ញុំក៏ទិញគេប្រើដែរអញ្ចឹងបើសិនជាបងប្អូនដឹងថាទិញនៅណាទេអាចសួរខ្ញុំបានបាទខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាឲ្យទិញបានប្រើពិតប្រាកដបាទខ្ញុំសូមចាំបន្តិចដើម្បីឲ្យវា generate បាទយើងសាក content 2 3ទៅ content ណាដែលយើងចង់ធ្វើយើង play វាសាកមើលមកបាទបន្ទាប់ពីយើង generate វារួចហើយគឺយើងចូលទៅ download វាបងប្អូនคลิกលើខាងនេះមកបន្ទាប់មកទៀត download original file បាទបងប្អូនហ៊ាន download មកអញ្ចឹងយើងទៅមើលមកបាទវីដេអូវាធ្លាក់មកហើយនេះជាវីដេអូដែលខ្ញុំ generate បាទអញ្ចឹងខ្ញុំ generate វីដេអូ OC មួយថ្ងៃខ្ញុំ generate 5ទៅ1000វីដេអូបាទ500ទៅ1000វីដេអូសម្រាប់វីដេអូ OC ហើយ content ផ្សេងៗក៏ខ្ញុំ generate បែងចែកតាមហ្នឹងទៅបន្ទាប់ពីខ្ញុំ generate Prom មាន Prom រួចហើយគឺមិនពិបាកធ្វើទេបាទអញ្ចឹងសម្រាប់វីដេអូនេះបើបងប្អូនអរគ្នាឆ្ងល់ឡើយណាអាចមើលវាម្ដងពីរដងទៅគឺអាចធ្វើបានហើយបើនៅតែឆ្ងល់អាច leave comment នៅក្នុង YouTube នឹងបានបាទអរគុណសម្រាប់ការតាមដានវីដេអូហើយខ្ញុំនឹងដាក់ link Google Gemini API key ហ្នឹងនៅក្នុង YouTube សម្រាប់បងប្អូនអរគ្នាដែលខ្ជិលរកបាទគាត់នឹង click ចូលទៅក្នុងហ្នឹងទៅគឺ create យក key វាយកទៅដាក់នៅក្នុងtool នេះមកបាទបងប្អូនអរគ្នា change ឡើងនេះមកផាសវាចូល save វាជាការស្រេចបាទអញ្ចឹងសូមអរគុណ